ตามมีวิธีสานาคลาได้ช่วยกับถอยปัญหาชื่อจับขนมกำลังเป้ชื่อปูสเมียขนมวิดีโอนี้ខ្ញុំនឹងរៀបរាប់ពីវិធីសាស្ត្រចំនួន3ឬមួយក៏4ដើម្បីបងប្អូនដែលកំពុងដែលត្រៀមនឹងចិត្តសម្រាប់ឲ្យដឹងវិធីសាស្ត្រដើម្បីកាត់បន្ថយបញ្ហាឈឺពោះនៃការបើកមាត់ច្បូនក្នុងកំឡុងពេលសម្រាប់កូនចា៎ទី1បងប្អូនត្រូវតែព្យាយាមរៀនដកដង្ហើមនៅពេលដែលការឈឺចាប់មកដល់ម្ដងអូនព្យាយាមដកដង្ហើមចូលតាមច្រមុះហើយបញ្ចេញខ្យល់តាមមាត់ចាអញ្ចឹងដូចខ្ញុំធ្វើអញ្ចឹងឲ្យបាននៅពេលដែលបងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាឈឺហើយកុំព្យាយាមដកដង្ហើមខ្លីៗខ្ញុំឃើញបងប្អូនខ្លះនៅពេលដែលគាត់ឈឺគាត់ផងទប់ដកអត់ដកដង្ហើមទេការដែលធ្វើរបៀបហ្នឹងធ្វើឲ្យអុកស៊ីហ្សែនហ្នឹងវារត់ទៅក្នុងខ្លួនអត់គ្រប់ក៏ធ្វើឲ្យបងប្អូនខ្លះទៅជាអង្ងឹតមុខឬមួយក៏ទៅជាចង់ក្អួតអញ្ចឹងអត់ឲ្យព្យាយាមធ្វើអញ្ចឹងទេនៅពេលដែលបងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាឈឺបងប្អូនព្យាយាមដកដង្ហើមដូចខ្ញុំធ្វើអញ្ចឹងនឹងក៏កាត់បន្ថយបញ្ហាឈឺដែរទី2បងប្អូនកុំស្ថិតនៅក្នុងអរិយាប័ត្រធម្មតាដដែលណានៅពេលដែលបងប្អូនឈឺពោះបងប្អូនគាត់ព្យាយាមដើរឬមួយក៏ដេកខ្លះដើរខ្លះឈរខ្លះអង្គុយខ្លះវាជួយឲ្យបងប្អូនឈឺពោះសម្រាប់ឆាប់បានរហ័សកើតហើយជួយកាត់បន្ថយបញ្ហាឈឺដែរគេថាតែបងប្អូនដេកនៅមួយកន្លែងអាហ្នឹងវាអត់ល្អទេវាអាចធ្វើឲ្យអារម្មណ៍របស់យើងនឹងវាកាន់តែឈឺខ្លាំងបងប្អូនឃើញអ្នកខ្លះគាត់រាំច្រៀងអីអញ្ចឹងទៅអាហ្នឹងគឺការកាត់បន្ថយបញ្ហាឈឺចាប់ពេលបូនចាប់ផ្ដើមបើកហ្នឹងបានមួយផ្នែកហើយទី3ខ្ញុំគិតថានេះសំខាន់គឺការគ្រប់គ្រងផ្នែកផ្លូវចិត្តតកតងទៅនឹងការគ្រប់គ្រងផ្នែកផ្លូវចិត្តនេះមានរបស់ឪពុកឬមួយក៏ម្ដាយក្នុងកំឡុងពេលដែលបងប្អូនឈឺពោះនេះគឺជួយបានច្រើនកាត់បន្ថយបញ្ហាឈឺពោះក្នុងកំឡុងពេលដែលច្បូនបើកបានដែរអញ្ចឹងបើសិនជាយល់ល្អគួរតែមានប្តីឬមួយក៏មានម្ដាយដែលនៅចិត្តជួយម៉ាស្សាឬមួយក៏ជួយអង្អែលដើម្បីកាត់បន្ថយបញ្ហាឈឺចាប់ឬមួយក៏ដូចជាផ្ដល់នៅកម្លាំងចិត្តសម្រាប់ឲ្យបងប្អូនមានអារម្មណ៍សុវត្ថិភាពនិងកាត់បន្ថយបញ្ហាឈឺចាប់ក្នុងកំឡុងពេលឈឺពោះសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដូចជាទឹកផ្អែមទឹកផ្លែឈើឬមួយក៏ទឹកភេសជ្ជៈដែលវាមានជាតិផ្អែមដើម្បីជួយបងប្អូនមានថាមពលនិងមានកម្លាំងក្នុងកំឡុងពេលឈឺពោះហើយជាពិសេសគឺការញ៉ាំទឹកបើសិនជាអាចសម្រាប់បានសម្រាប់ខ្លះចា៎នេះជាវិធីសាស្ត្រទី3ចំណុចដែលបងប្អូនអាចយកទៅអនុវត្តក្នុងកំឡុងពេលឈឺពោះស្បូនបើកបើបងប្អូនយល់ថាវីដេអូនេះវាមានប្រយោជន៍ជួយ share សម្រាប់ចែករំលែកឲ្យបងប្អូនផ្សេងទៀតដែលគាត់ត្រៀមនឹងសម្រាប់កូនហើយជួយ comment មកសម្រាប់បងប្អូនដែលធ្លាប់មានបទពិសោធន៍អាចចែករំលែកក្នុង comment នឹងបានទាំងអស់គ្នាហើយជួយ subscribe channel YouTube មួយទៅណោះកុំចិត្តអាក្រក់អី subscribe មួយទៅដើម្បីទទួលបានព័ត៌មានថ្មីៗផ្សេងទៀតអរគុណជួបគ្នាក្នុងវីដេអូក្រោយ